បាទសូមថ្លែងបង្គំព្រះសង្ឃជាទីគោរពសក្ការៈសូមគោរពសូមជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរបាទខ្ញុំសុវណ្ណៈជាស្ថាបនិកនៃវេទិកាសន្ទនាគណិតបាទថ្ងៃនេះគឺយើងជជែកគ្នាអំពីប្រធានបទយើងនិយាយពីរឿងកិច្ចសិទ្ធិមនុស្សចឹងបាទហើយយើងមានវាគ្មិនកិត្តិយសមួយគឺជាពលរដ្ឋខ្មែរអាមេរិកគឺលោកប្រធានយឹបកំតឹងដែលជាប្រធានអង្គការសិទ្ធិមនុស្សនៅអាមេរិកឈ្មោះថាអង្គការកម្ពុជាអាមេរិកដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបាទខ្ញុំសូមគោរពសូមជំរាបសួរបងប្រធានកំតឹងបាទ បាទសូមជម្រាបសួរលោកប៊ុនសាបាទអរគុណណាស់បងបានពេលជួយចូលរួមដើម្បីយើងពិភាក្សាអំពីខ្លឹមសារអំពីគោលការណ៍សិទ្ធិមនុស្សនេះដើម្បីយើងផលិតបានជាខ្សែវីដេអូដើម្បីបានជាខ្សែវីដេអូមកគឺចាក់ផ្សាយនៅក្នុង Facebook នៅក្នុង YouTube របស់យើងគឺក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយអំពីចំណេះដឹងអំពីគោលការណ៍សិទ្ធិមនុស្សឯងបាទចាំថាការចូលរួមកសាងជាតិជួយជាតិនេះគឺមិនចាំបាច់តែជីកបន្លាយកូនភ្លោះទេបាទសូម្បីតែយើងអប់រំចំណេះដឹងក៏ជាការចូលរួមចំណែកในការកសាងជាតិដែរ ភាសាប្រធានបទរបស់យើងគឺយើងជជែកគ្នាអំពីខ្លឹមសារសិទ្ធិមនុស្សខ្ញុំសូមជម្រាបជូនបងប្អូនកំតឹងអំពីប្រវត្តិសាវតាអំពីក្របខ័ណ្ឌច្បាប់ឬក៏ហៅថាក្របខ័ណ្ឌគតិយុត្តនៃសិទ្ធិមនុស្សនៅកម្ពុជាក៏ប៉ុន្តែបើកាលណាយើងនិយាយអំពីសិទ្ធិមនុស្សគឺមានតែពីធម្មជាតិបើនិយាយមកកលៈមកទៅគឺថាមានតាំងពីសម័យព្រះមកម្ល៉េះប៉ុន្តែយើងមិនបាច់ទៅឆ្ងាយប៉ុណ្ណឹងទេខ្ញុំគ្រាន់តែចង់និយាយអំពីក្របខ័ណ្ឌច្បាប់ដែលគេចែកធានាអំពីការលើកកម្ពស់អំពីការគោរពសិទ្ធិមនុស្សកម្ពុជាសួរថាតើប្រទេសកម្ពុជាយោងតាមប្រវត្តិសាស្ត្រចុងក្រោយគេនិយាយពីរឿងសិទ្ធិមនុស្សពេលណាមកដែលនៅកម្ពុជាបើនិយាយពីរឿងក្របខ័ណ្ឌច្បាប់ក្នុងការការពារក្នុងការលើកកម្ពស់ក្នុងការទទួលស្គាល់សិទ្ធិមនុស្សនៅកម្ពុជាគឺថាមានចាប់ពីថ្ងៃ23តុលាឆ្នាំ1991មានន័យថាម៉េចគឺនៅពេលណាដែលគ្រប់ភាគីជំនួសរបស់កម្ពុជាគឺប្រជុំនៅក្រុងប៉ារីសហើយក៏មានការចូលរួមពីអន្តរជាតិនៅទីក្រុងប៉ារីសគឺគ្រាន់តែសញ្ញេកិច្ចព្រមព្រៀងភ្លាមដាក់ប៊ិចចោះភ្លាមគឺដែលសិទ្ធិមនុស្សត្រូវបានការពារតាមផ្លូវច្បាប់នៅកម្ពុជាមកនេះគឺជាប្រភពទី1ជាក្របខ័ណ្ឌច្បាប់ទី1គឺនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសគាត់តែសញ្ញេភ្លាមដាក់ប៊ិចចោះភ្លាមគឺសិទ្ធិមនុស្សចូលជាធរមាននៅកម្ពុជាតែម្ដងរួចហើយបានជាដែលក្របខ័ណ្ឌច្បាប់និយាយពីរឿងការទទួលស្គាល់សិទ្ធិនៅកម្ពុជាគឺមានមួយទៀតដែលប្រថាប់ត្រាយ៉ាងខ្លាំងគឺនៃច្បាប់កម្ពុជារបស់កម្ពុជាគឺឈ្មោះថារដ្ឋធម្មនុញ្ញឆ្នាំ93ដែលមានចែងទុកថាកម្ពុជាត្រូវទៅគោរពដែលគោលការណ៍សិទ្ធិមនុស្សប្រជាធិបតេយ្យសេរីភូប៉ានេះគឺជា legal framework នេះគឺជាក្របខ័ណ្ឌច្បាប់អំពីការការពារសិទ្ធិមនុស្សកម្ពុជាអញ្ចឹងបាទហើយទី3មួយទៀតគឺប្រជាជាតិកម្ពុជានេះគឺបានទទួលស្គាល់សិទ្ធិមនុស្សបាទនៅក្នុងក្របខ័ណ្ឌអន្តរជាតិដូចជាប្រទេសកម្ពុជាគឺជារដ្ឋជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិមានជានៃកតិកាសញ្ញាស្ដីពីសិទ្ធិបរដ្ឋនយោបាយកតិកាសញ្ញាស្ដីពីសិទ្ធិសេដ្ឋកិច្ចនិងសង្គមវប្បធម៌ក៏ដូចជានៃសិទ្ធិកុមារសិទ្ធិស្ត្រីសិទ្ធិចាស់ជរាផ្សេងទៀតសុទ្ធតែកម្ពុជាទទួលស្គាល់និយាយមែនទែនគឺបើកណាគេនិយាយអំពីគេហៅថាសន្ធិសញ្ញាខ្លឹមបាទអង់គ្លេសថា the core human rights treaty គឺសន្ធិសញ្ញាសិទ្ធិមនុស្សជាស្នូលសន្ធិសញ្ញាសិទ្ធិមនុស្សខ្លឹមគឺកម្ពុជាចូលជារដ្ឋជាភាគីទាំងអស់ហ្នឹងទាំងកិច្ចព្រមព្រៀងក្រុងប៉ារីសទាំងច្បាប់ជាតិទាំងច្បាប់អន្តរជាតិគឺកម្ពុជាគឺជា state party ជារដ្ឋជាភាគីទទួលស្គាល់សិទ្ធិមនុស្សទាំងអស់បាទចឹងមានន័យថាយើងមានកាតព្វកិច្ចនៃសិទ្ធិមនុស្សក្រាស់ក្រែលធ្ងន់ធ្ងរមែនទែនខ្ញុំចង់សួរលោកធានកំតឹងដែលជាប្រធានអង្គការអាមេរិកដើម្បីសិទ្ធិមនុស្សនៅប្រជាធិបតេយ្យខ្ញុំសូមលើកជាសេណារីយ៉ូលើកជាឧទាហរណ៍ថាបើសិនជារដ្ឋមួយមានការគោរពសិទ្ធិមនុស្សយ៉ាងត្រឹមត្រូវយ៉ាងពេញលេញយ៉ាងគ្រប់គ្រាន់ទាំងអស់ខ្ញុំចង់ថាបើសិនជាមានការគោរពពេញលេញអញ្ចឹងគឺនៅស្ថានភាពនៅក្នុងរដ្ឋហ្នឹងគឺប្រជាពលរដ្ឋខ្មែរមានសេចក្តីសុខមានដំណើរការសុខសប្បាយទៅបាទសូមលោកធានជួយផ្ដល់ជាការវិភាគកន្លែងហ្នឹងបាទសូមជ័យលោកធានកំតឹងបាទសូមអរគុណលោកប៊ុនសាមុនដំបូងខ្ញុំបាទសូមជម្រាបសួរលោកអ្នកបងប្អូនទាំងអស់ពីតំបន់ Washington DC បាទខ្ញុំសប្តាហ៍នេះរស់នៅប្រទេសអាមេរិកគឺប្រទេសប្រជាធិបតេយ្យមួយបាទក៏ប៉ុន្តែនេះមានប្រទេសខ្លះទៀតមានប្រជាធិបតេយ្យល្អជាងអាមេរិកឋានទៀតដែលថាគេមានការគោរពសិទ្ធិមនុស្សត្រឹមត្រូវពេលណាប្រទេសណាគោរពសិទ្ធិមនុស្សបានល្អប្រជាជនគេមានសេចក្តីសុខសេចក្តីសប្បាយភាគច្រើនហើយមានសេរីភាពពេញលេញហើយក៏
សេដ្ឋកិច្ចរបស់គេក៏ជឿនលឿនបានជឿនលឿនហើយជីវភាពរបស់នៅគេល្អដោយសប្តាហ៍នេះភាគច្រើនប្រទេសដែលមានពិន្ទុល្អគឺប្រទេសដែលនៅគេហៅថា Western country បាទប្រទេសនៅខាងលិចបាទដូចប្រទេសនៅអឺរ៉ុបខាងលិចប្រទេសអាមេរិកប្រទេសកាណាដាអូស្ត្រាលីឡាក់បាទតែពេលអញ្ចឹងប្រទេសគេភាគច្រើនគេជឿនលឿនរស់នៅស្រួលហើយប្រជាជនមិនសូវភ័យខ្លាចពីរឿងអ្នកមានអំណាចមកជិះជាន់ដល់ទៅលើប្រជាជនហ្នឹងបាទពីព្រោះគេមានសិទ្ធិរៀងៗខ្លួនបាទដល់ពេលអញ្ចឹងអ្នកមានអំណាចក៏អាចខ្លាចអ្នកទុនខ្សោយផងដែរបាទពីព្រោះគាត់ជាម្ចាស់សិទ្ធិបាទហ្នឹងហើយដែលជាទូទៅនៅក្នុងរដ្ឋដែលមានការគោរពនៅសិទ្ធិមនុស្សពេញលេញអញ្ចឹងគឺបើនិយាយពីរឿងសេវាកម្មសាធារណៈនិយាយឲ្យចំគឺជាសេវាកម្មរដ្ឋាភិបាលនឹងឯងគឺនិយាយចំបាទបើកណាមានការគោរពគោលការណ៍សិទ្ធិមនុស្សពេញលេញអញ្ចឹងបើនិយាយពីរឿងការបំពេញសេវាកម្មសាធារណៈជូនប្រទេសជាតិរបស់គេគឺជាទូទៅសេវាកម្មឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋគឺគេមានភាពទៀងទាត់ល្អបែបណាលោកធានទៅបើអាចលើកនាយកឧទាហរណ៍នៅក្នុងចំណោមបណ្ដាប្រទេសដែលបងធានយល់ឃើញថាមានការគោរពសិទ្ធិល្អដូចជានៅអាមេរិកដូចជានៅអឺរ៉ុបនោះគេឆ្លើយតបយ៉ាងម៉េចគេបំពេញកិច្ចការយ៉ាងម៉េចមើលទៅគួរឲ្យគាប់ចិត្តឬក៏យ៉ាងម៉េចដែរបាទសូមជួយផ្ដល់ជាការវិភាគកន្លែងហ្នឹងបាទខ្ញុំឃើញប្រទេសដែលគោរពសិទ្ធិមនុស្សបានពេញលេញហ្នឹងភាគច្រើនវាដើរទន្ទឹមគ្នាជាមួយប្រជាធិបតេយ្យបាទដល់ពេលអញ្ចឹងមានន័យថាពួកអ្នកតំណាងរាស្ត្រមួយពួកបំរើសង្គមគឺអ្នកថាចូលឈ្មោះដើម្បីធ្វើតំណាងអីមួយដូចជាតំណាងក្រុងតំណាងខេត្តតំណាងស្រុកអីហ្នឹងសិតតែគេមានពាក្យថានេះគេចូលឈ្មោះហ្នឹងដើម្បីបំរើប្រជាជនបាទគេមិនមែនន័យថាចូលឈ្មោះដើម្បីទៅធ្វើជាចវាយរបស់ប្រជាជនទេគេធ្វើអ្នកបំរើប្រជាជនបាទហ្នឹងពេលអញ្ចឹងពេលបោះឆ្នោតម្ដងនិយាយថាគេប្រណាំងប្រជែងគ្នាដើម្បីដេញជើងគ្នាថាអ្នកណាខ្លះមានយោបល់នឹងបំរើប្រជាជនគ្រាន់បើជាងបុគ្គលមួយទៀតបាទដល់ពេលណាប្រជាជនយល់ថាអ្នកនឹងអាចបំរើបានល្អជាងគេនឹងជ្រើសរើសអ្នកនឹងឲ្យបំរើប្រជាជនដល់ពេលអញ្ចឹងមានថាសេវាកម្មរបស់គេមួយតាមស្រុកតាមខេត្តអីភាគច្រើនពេលណាប្រជាជនទៅតាក់ទងទៅនឹងអ្នកតំណាងក្រុងតំណាងស្រុកតំណាងខេត្តហ្នឹងភាគច្រើនគេទទួលថាខំបំរើអ្នកនឹងបាទពីព្រោះតែពេលណាគេអាចបំរើអ្នកនឹងបានថ្ងៃក្រោយគេជឿជាក់ថាគេនឹងបានសិលឹកឆ្នោតពីអ្នកនឹងទៀតបាទអញ្ចឹងគ្រប់គេបាទអញ្ចឹងគ្រប់កម្រិតនៃនយោបាយសំទោសបាទនយោបាយថ្នាក់ក្រុងថ្នាក់ជាតិទៅសហរដ្ឋអាមេរិកគឺថាដល់ពេលគេដាក់ពាក្យធ្វើនយោបាយដល់ពេលគេដំណើរការនយោបាយគឺក្នុងគោលបំណងរបស់គេmindset របស់គេនិង product របស់គេគឺដើម្បីបំរើទៅទៀតណាបាទគឺគោលការណ៍របស់គេគឺដើម្បីបំរើបាទគេមិនមែនថាបានធ្វើជាវាយខេតគឺដើម្បីគិតតែពីរឿងគ្រប់គ្រង rule តាមទៅនឹងចិត្តមែនទេបើកាលណាគេមានចិត្តតែគេធ្វើនយោបាយទោះបីជាកម្រិតស្រុកកម្រិត district កម្រិតក្រុងប៉ុណ្ណាទៅគឺគោលការណ៍របស់គេគឺដើម្បីបំរើនេះហើយគឺគេយកអាការតាំងចិត្តរបស់គេនេះគឺថាដើម្បីទៅបំរើប្រជាពលរដ្ឋដើម្បីបានសម្លេងឆ្នោតដើម្បីបានកាន់កាប់ទូរនទីខ្ញុំថាល្អគេមានចិត្តថាបំរើចឹងគ្រប់អ្នកនយោបាយនៅលោកខាងលិចនៅអាមេរិកក៏ដោយគឺនៅពេលដែលគេធ្វើនយោបាយគឺចេតនារបស់គេ mindset របស់គេ product របស់គេគឺគេមានចេតនាស្រាប់តែដើម្បីបំរើចឹងណាគោលការណ៍គឺចឹងហ្នឹងបាទខ្ញុំថាបើសិនតែតាំងចិត្តពីបំរើទេវាខំមែនយ៉ាងគឺណាមួយគាត់ជាមនុស្សដែលមានកាតព្វកិច្ចសិទ្ធិមនុស្សបើកាលណាគេនិយាយពីរឿងសិទ្ធិមនុស្សដែលគេចែងទុកនៅក្នុងច្បាប់គឺថា
គឺបញ្ជាក់ថាប្រជាពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិប្រជាពលរដ្ឋមានសិទ្ធិសេរីភាពដើរហើរមានសិទ្ធិសេរីភាពចូលរួមក្នុងកិច្ចការនៃសង្គមផ្សេងៗហើយគឺទទួលបានសេវាកម្មបែបនេះអានោះជាសិទ្ធិរបស់មនុស្សដែលគេចែងទុកនៅក្នុងរដ្ឋដែលទទួលស្គាល់ដោយរដ្ឋក្នុងន័យហ្នឹងអញ្ចឹងមានន័យថាអ្នកដែលទទួលសម្លេងឆ្នោតពីប្រជាពលរដ្ឋដើម្បីបម្រើសេវាកម្មនោះគឺគាត់មានចេតនាដែលបានកាន់កាប់អំណាចគឺដើម្បីទុកបម្រើប្រជាពលរដ្ឋតាមគោលការណ៍នៃសិទ្ធិមនុស្សនោះឯងខ្ញុំគិតថាប្រហែលជាមន្ត្រីសុខគេនេះគឺគេយល់ដឹងអំពីកាតព្វកិច្ចសិទ្ធិមនុស្សច្រើនបានគេសន្យាគេតាំងគិតថានៅពេលគេបានសម្លេងឆ្នោតគេបានទូនាទីគេខំប្រឹងបម្រើខ្ញុំគិតថាប្រហែលជាគេគិតអញ្ចឹងតែមើលនៅទៀតហ្នឹងបាទអានឹងតើវាស្របទៅនឹងច្បាប់របស់គេផងដែរបាទជាមន្ត្រីទាំងអស់ហ្នឹងមិនគោរពសិទ្ធិមនុស្សមិនបានបម្រើប្រជាជនត្រឹមត្រូវក៏អាចមានបញ្ហាទៅដល់ការចាប់ឆ្នោតនៅពេលក្រោយហើយមួយទៀតពីព្រោះប្រជាជនគេមានសិទ្ធិអញ្ចឹងទៅគេអាចនិយាយថាចែកចាយសារព័ត៌មានទៅអ្នកផ្សេងដើម្បីឲ្យដឹងពីរឿងន័យថាការប្រឹងប្រែងការធ្វើកិច្ចការរបស់អ្នកចាប់ឆ្នោតហ្នឹងវាបានដល់កម្រិតណាបើសិនជាអ្នកចាប់ឆ្នោតនឹងធ្វើមិនបានល្អទេគេឲ្យពិន្ទុទៅតាមហ្នឹងហើយគេឲ្យយោបល់មតិឲ្យផ្សេងទៀតទៅដល់បុគ្គលនឹងថាអ្នកតំណាងហ្នឹងធ្វើការមិនកើតឬមួយក៏អ្នកនឹងពុករលួយអីចឹងគេមានសិទ្ធិទាក់ទាញហ្នឹងទៅធ្វើឲ្យអ្នកផ្សេងទៀតដឹងលើអំពីតំណាងនឹងធ្វើកិច្ចការល្អឬមិនល្អហើយដល់ពេលហ្នឹងទៅនេះក៏ធ្វើឲ្យចវាយក្រុងចវាយខេត្តតំណាងរាស្ត្រហើយយ៉ាងមួយខំធ្វើការបើសិនជាអ្នកនឹងមិនខំធ្វើការមួយក៏ធ្វើប្រព្រឹត្តមិនល្អអីចឹងបាទវាអាចនិយាយថាមានរឿងដែរពីព្រោះពួកខ្សែពួកអីគេទៅតាមដានគេបាទស៊ើបអង្កេតស៊ើបអីទៅនេះអាចទៅខុសច្បាប់អាចមានទោសបាទពេលអញ្ចឹងធ្វើឲ្យសង្គមគេមានយុត្តិធម៌បាទអញ្ចឹងពីព្រោះគណៈបកប្រឆាំងមួយគណៈបកកណ្ដាលអំណាចខ្លាចគ្នាទៅវិញទៅមកបាទខំធ្វើម៉េចក៏អនុវត្តតាមច្បាប់ពីព្រោះខែលោថ្ងៃក្រោយទៅនេះធ្វើអីមិនស្របច្បាប់វាអាចនិយាយថាពួកម្ខាងទៀតអាចចាប់កំហុសនឹងបានដល់ពេលហ្នឹងខ្ញុំយល់ថាភាគច្រើនមានយុទ្ធធម៌ប៉ុន្តែយើងដឹងមនុស្សយើងគេមានល្បិចមានស្នៀតផ្សេងដល់ពេលអ្នកខ្លះក៏អាចបំពេញខ្លះដែរប៉ុន្តែភាគច្រើនគេបំរើបាទខ្ញុំលើកគឺនិយាយថារឿងបញ្ហាអយុត្តិធម៌ពីរឿងបញ្ហាអំពើបទល្មើសផ្សេងដែលវាកើតឡើងនៅក្នុងសង្គមគឺមិនថាសង្គមល្អមិនថាសង្គមបែបណាវាតែងតែមានអញ្ចឹងក៏ប៉ុន្តែបើសិនជាវាមានអញ្ចឹងហើយគឺវាពឹងអាស្រ័យទៅលើចំណាត់ការរបស់រដ្ឋបើបទល្មើសក៏ចេះតែមានអញ្ចឹងទៅក៏ប៉ុន្តែបើសិនចំណាត់ការរបស់រដ្ឋវាខ្លាំងហើយក៏វាអាចទប់កន្លែងហ្នឹងបានវាណាស់តាបទល្មើសក៏ចេះតែមានហើយចំណាត់ការរបស់រដ្ឋវាខ្សោយអានោះវាមានកាន់តែច្រើនទៅចុះបើខ្ញុំជឿកន្លែងហ្នឹងថាអត់គេអត់ខ្វល់ទេហើយព្រឹកបទល្មើសការរំលោភសិទ្ធិមនុស្សវាចេះតែមានតែតែមានអញ្ចឹងក៏ប៉ុន្តែរឿងសំខាន់គឺមួយទៀតដែលត្រូវមានគឺត្រូវមានចំណាត់ការពីរដ្ឋតាមមានប្រសិទ្ធភាពហើយដែលបទល្មើសចេះតែមានចំណាត់ការរបស់រដ្ឋក៏វាមានបានល្អដល់ចឹងវាអាចកាត់បន្ថយអាបញ្ហានៃបទល្មើសនេះក៏បដាចឹងដែរចង់សួរបងធានកំតឹងថានៅស្រុកខាងហ្នឹងនៅសហរដ្ឋអាមេរិកនៅ Western World នៅលោកខាងលិចទាំងអស់ហ្នឹងដែលអ្នកកាន់អំណាចគេតែងតែទើសទាល់ចំពោះប្រជាពលរដ្ឋខ្លាចប្រជាពលរដ្ឋរបស់មានផ្សារខាងដើមហ្នឹងហេតុអីបានជាសង្គមគេអ្នកដឹកនាំរបស់គេគ្រប់កម្រិតគេមានអារម្មណ៍ខ្លាចចិត្តខ្លាចខ្លាំងប្រជាពលរដ្ឋដោយសារគេបានអប់រំសង្គមគេឲ្យចេះដឹងបែបណាមួយទេឬក៏យ៉ាងម៉េចខ្ញុំចង់ដឹងដែរខ្ញុំចង់ដឹងដែលគេខ្លាចអាមតិគេខ្លាចឲ្យពីប្រជាពលរដ្ឋហ្នឹងដោយសារគេគ្រប់គ្រងសង្គមគេយ៉ាងម៉េចមកគេធ្វើយ៉ាងម៉េចបានគេបានដល់កម្រិតហ្នឹង
បាទពីរឿងហ្នឹងពីព្រោះដូចជាប្រទេសប្រជាធិបតេយ្យហ្នឹងថាភាគច្រើនគេមានការដោយពិសោធន៍តាំងពីជំនាន់ដើមមកដែលទេមានស្ដេចមានពួកគ្រប់គ្រងប្រទេសដែលអត់មានប្រជាធិបតេយ្យឃើញថាក្នុងសង្គមអត់មានយុត្តិធម៌ បាទ ដល់ពេលទៅនេះថាបានពួកក្រុមខ្លះគេបង្កើតប្រទេសថ្មីដូចជាប្រទេសអាមេរិកចឹងគេបង្កើតឲ្យមានជាប្រជាធិបតេយ្យដើម្បីគេថានេះប្រជាជនជាចៅហ្វាយ បាទ មកហើយបានគេឲ្យមាននេះថាការបោះឆ្នោតទៅតាមស្រុកតាមខេត្តតាមប្រទេសអញ្ចឹងដើម្បីឲ្យប្រជាជននោះមានអំណាចនេះថាជ្រើសរើសបុគ្គលដែលគេចង់ឲ្យបម្រើគេ បាទ មកហើយច្បាប់ពួកនឹងក៏គេបង្កើតប្រទេសអាមេរិកគេបង្កើតមកគេគ្រឹះរបស់គេហ្នឹងគេឲ្យអំណាចនឹងទៅប្រជាជនហ្មង បាទ បាទ អំណាចជាពិសេសអំណាចការបោះឆ្នោតទៅលើតំណាងផ្សេងៗហ្នឹងអានឹងជាអំណាចខ្លាំងហើយច្បាប់គេធ្វើដូចថាមានភាពទុរយភាពអ្នកធ្វើច្បាប់មានអំណាចមកផ្នែកប្រធានាធិបតីខាងអ្នកប្រតិបត្តិមានអំណាចមកផ្នែកហើយតុលាការក៏មានអំណាចមួយផ្នែកហើយវាអាចទប់ទល់គ្នាមិនអាចថាផ្នែកមួយណាខ្លាំងជាងមួយណាអញ្ចឹង បាទ ដល់ពេលទៅធ្វើឲ្យគេថាទប់ទល់គ្នាទៅវិញទៅមក បាទ ព្រោះឲ្យច្បាប់ហ្នឹងនិយាយថាមានប្រសិទ្ធភាពបាទ គៀបបុគ្គលផ្សេងៗ បាទ បាទខ្ញុំយល់ខ្ញុំឃើញចឹងមែនខ្ញុំឃើញខ្ញុំតែតាមដានកិច្ចការនយោបាយរបស់អាមេរិកនៅក្នុងជាពិសេសគឺមុខងាររបស់សភាអាមេរិកគឺថា មុខងារនៃត្រួតពិនិត្យគឺខ្លាំងណាស់បាទទាំងក្របខ័ណ្ឌរដ្ឋសភាទាំងក្របខ័ណ្ឌព្រឹទ្ធសភាអាមេរិកគឺខ្លាំងណាស់គឺខ្លាំងយ៉ាងម៉េចខ្ញុំឃើញបើហៅមន្ត្រីមកសួរបាទហើយបើសិនជាមន្ត្រីមុខយ៉ាងស្ដាងតិចគឺថាធ្ងន់មកបាទគឺសួរនាំបានទេបាទខ្ញុំឃើញអញ្ចឹងមានន័យថាម៉េចគឺអំណាចត្រួតពិនិត្យទៅមកទៅវិញខ្ញុំលោកបន្សាជាងការសួរដេញដោលអញ្ចឹងវាមួយយ៉ាងដែរពីព្រោះជួយតាំងខាងពួកខាងពួកប្រតិបត្តិអញ្ចឹងនេះ executive ហ្នឹងដើម្បីឲ្យអ្នកធ្វើការខាង executive ហ្នឹងនេះមានការខំប្រឹងប្រែងបើមិនឲ្យគេសួរនាំដកដានទេបាទនឹងកាន់ការទៅគឺថាបង្ងើយនេះមិនសូវខំធ្វើការដល់ពេលគេសួរទៅអ្នកនឹងធ្វើការបង្កើតប្រធានាធិបតីអាចមានសិទ្ធិថានេះរកអ្នកមកជំនួសអញ្ចឹងទៅដល់ពេលធ្វើឲ្យប្រធានាធិបតីមានមុខមាត់ល្អថែមទៅទៀតផងបាទពីព្រោះយើងមានអ្នកធ្វើការជំវិញមិនសូវល្អធ្វើឲ្យនេះក្រុមប្រធានាធិបតីហ្នឹងក៏មិនសូវល្អដែរត្រូវហើយខ្ញុំឃើញចឹងមែនតួនាទីត្រួតពិនិត្យគ្នាទៅមកទៅវិញ check and balance ជាពិសេសគឺតួនាទីសភានេះខ្លាំងមែនតើខ្ញុំសូមកោតសរសើរសពគេបាទអញ្ចឹងបានគេនិយាយបងថាអ្នកត្រួតពិនិត្យគេខ្លាំងដែរហើយអានេះជាតំណាងបរិយាហើយនៅការត្រួតពិនិត្យពីប្រជាពលរដ្ឋមកទៀតអានេះជាប់ឆ្នោតធ្លាក់ឆ្នោតមកអញ្ចឹងមានន័យថាដែលអ្នកមុខនៃការនៅសពកន្លែងនេះគឺថាទី1គឺទទួលរងពីប្រជាពលរដ្ឋផ្ទាល់បាទទី2គឺទទួលរងពីការសាកសួរពី scrutiny ពីការត្រួតពិនិត្យពីរដ្ឋសភានេះខ្លាំងពីរដ្ឋសភាព្រឹទ្ធសភាបើឲ្យខ្ញុំចេះសម័យឃើញតែបើខ្ញុំជារដ្ឋមន្ត្រីបើខ្ញុំជាអាមេរិកគឺទទួលរងការត្រួតពិនិត្យពីសភាអាមេរិកគាត់ធ្ងន់មកទុកជាប់បាទចង់ដឹងទេបងតែនៅស្រុកគេដែលប្រជាពលរដ្ឋគេក៏ខ្លាំងគេចេះតាមដានអីទាំងអស់ពីរឿងកិច្ចការសាធារណៈកិច្ចការរដ្ឋាភិបាលរបស់អាមេរិកដែលប្រជាពលរដ្ឋគេចេះតាមដានគេចេះមើលអីច្រើនអញ្ចឹងអាហ្នឹងគឺដោយសារប្រវត្តិស្រុកគេតាំងពីមុនមកទល់បច្ចុប្បន្នគេនៅតែបរៀនសិទ្ធិមនុស្សតាមទូរទស្សន៍តាមអីទេឬក៏យ៉ាងម៉េចកម្មវិធីស្រុកគេខ្ញុំចង់ដឹងទៅស្រុកគេបាទជឿខ្ញុំបាទបើគិតទៅអាហ្នឹង
ខ្ញុំថាពងពាក់ទៅលើវិស័យខាងព័ត៌មានផងដែរ បាទ គេមាននៅស្រុកនេះដោយសារប្រជាជនគេមានសិទ្ធិមានសេរីភាពខាងផ្សាយព័ត៌មានឬមួយក៏ទទួលព័ត៌មានអញ្ចឹងដូចក្នុងសិទ្ធិមនុស្សហ្នឹង បាទ យើងមានសិទ្ធិទទួលព័ត៌មានហើយនឹង បាទ សិទ្ធិបញ្ចេញព័ត៌មានហ្នឹងធ្វើឲ្យព័ត៌មានហ្នឹងផ្សព្វផ្សាយទៅប្រជាជនច្រើនទីកន្លែង បាទ ប៉ុន្តែយើងដល់ស្រាប់ឲ្យមនុស្សយើងម្នាក់ម្នាក់ក៏អ្នកខ្លះរវល់អ្នកខ្លះក៏មិនសូវចិត្តពីចិត្តទុកដាក់ពីរឿងខ្លះដល់ពេលទៅនៅតែអ្នកខ្លះមិនដឹងអញ្ចឹងប៉ុន្តែពេលជាទូទៅមនុស្សច្រើនគ្នាបានទទួលព័ត៌មានដែរដល់ពេលទៅធ្វើឲ្យគេយកសេចក្តីដឹងរបស់គេហ្នឹងយកទៅត្រេះរិះតើអ្នកណាអាចបំរើគេក្រាន់បើជា បាទជាកាលពួកនឹងអាចបានព័ត៌មានខុសពីសារនេះក្រុមសារព័ត៌មានខ្លះនិយាយបំផន់អីចឹងក៏ប៉ុន្តែយើងមិនអាចនិយាយថាចង់ឲ្យឃើញរដ្ឋាភិបាលទៅបិទសារព័ត៌មានខ្លះពីព្រោះជាកាលអាចធ្វើឲ្យនេះរាជការហ្នឹងវានេះលំអៀងបាទលំអៀងបាទបើសិនជាអ្នកនឹងបំពេញច្បាប់និយាយប្រខូចគេឬមួយក៏និយាយឲ្យគេខូចគេឈ្មោះអីអានឹងវាផ្សេងបាទបើគេចង់ផ្សាយព័ត៌មានឲ្យយោបល់ពីរឿងនេះពីរឿងនោះអីចឹងយើងមិនអាចបាត់សិទ្ធិហ្នឹងទេប៉ុន្តែយើងចង់បានឲ្យក្រុមច្រើនគ្នាបានបញ្ចេញយោបល់បញ្ចេញសិទ្ធិយ៉ាងណាពីព្រោះយើងមិនចង់ឲ្យឃើញថាការបិទសេរីភាពហ្នឹងបាទកើតឡើងពីរដ្ឋាភិបាលយើងមិនចង់ឃើញចឹងយើងចង់ឲ្យបានប្រជាជនយើងច្រើនគ្នាជ្រាបពីរឿងព័ត៌មានពិតពីកន្លែងផ្សេងបាទពីយោបល់ពីកន្លែងផ្សេងបាទអរគុណជាមកទៀតខ្ញុំចង់ត្រឡប់មកឧទាហរណ៍ស្រុកខ្មែរយើងវិញខ្ញុំបាទជួយមកពីដើមទីណាបើនិយាយពីរឿងក្របខ័ណ្ឌច្បាប់បាទដែលទទួលខុសត្រូវដែលជារៀបរឿងសិទ្ធិមនុស្សគឺដូចខ្ញុំថាមានទាំងនៅក្នុងច្បាប់ជាតិអន្តរជាតិដែលយើងមានកាតព្វកិច្ចហ្នឹងខ្ញុំដែលចង់ថាចេះណាខ្ញុំចង់បានជាការវិភាគមកជាទូទៅមិនចាំបាច់ថាស្រុកខ្មែរយើងក៏ខ្វះនេះខ្វះនោះតែយើងមិនបាច់និយាយទេបើសិនតែយើងនិយាយយើងត្រូវការសិក្សាស្រាវជ្រាវទូលំទូលាយអំពីស្ថានភាពនៃការគ្រប់សិទ្ធិមនុស្សប៉ុន្តែខ្ញុំចង់បានជាទស្សនៈពីបងជាទូទៅថាក្របខ័ណ្ឌច្បាប់នៃការធានាសិទ្ធិនោះយើងមានហើយក៏ប៉ុន្តែដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សឲ្យពេញលេញជាក់ស្ដែងមែនទែនបងយល់ឃើញថាតើជារដ្ឋាភិបាលបើតាមបងយល់គាត់គួរបំពេញតួនាទីយ៉ាងម៉េចដើម្បីឲ្យលក្ខខណ្ឌនៃសិទ្ធិនោះត្រូវបានគោរពនឹងទី1ទៀតទៅនឹងភាគីខាងផ្នែករដ្ឋហើយចុះដល់ផ្នែកសង្គមវិញផ្នែកប្រជាជនវិញតើយើងគួររៀនសូត្រអីយើងគួរធ្វើអីដើម្បីធានាថាយើងទទួលបានសិទ្ធិព្រោះប្រជាពលរដ្ឋគឺជាអ្នកទទួលបានសិទ្ធិហើយរដ្ឋាភិបាលគឺជាអ្នកបំពេញកាតព្វកិច្ចសិទ្ធិអញ្ចឹងដើម្បីឲ្យមានការគោរពពេញលេញបងយល់ឃើញថាជារដ្ឋមួយតែជារដ្ឋាភិបាលគួរធ្វើយ៉ាងម៉េចដើម្បីផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋបានគ្រប់គ្រាន់ហើយប្រជាពលរដ្ឋខ្លួនឯងគាត់គួររៀនសូត្រគាត់គួរទៀមទាយ៉ាងម៉េចសូមជួយបងទៀតជួយបញ្យល់ខ្លះទៅដើម្បីជាការអប់រំសង្គមយើងបាទអានឹងសំណួរល្អបាទខ្ញុំមើលទៅខ្ញុំថានេះការនិយាយថាទទួលស្គាល់សិទ្ធិមនុស្សនៅចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហ្នឹងគឺល្អដែលខ្មែរយើងបានទទួលស្គាល់ពីព្រោះនឹងហើយថាធ្វើឲ្យនេះបើយើងគោរពនឹងបានល្អបាទធ្វើឲ្យប្រទេសផ្សេងៗទៀតក៏រាប់អានយើងស្និទ្ធស្នាលជាមួយយើងដើម្បីយើងបានសិទ្ធិនឹងឲ្យបានអនុវត្តពេញលេញនៅស្រុកខ្មែរនឹងហើយនេះហើយយើងអ្នកត្រូវតែដឹងពីរឿងសិទ្ធិរបស់យើងបាទនេះហើយមនុស្សយើង
ត្រូវតែដឹងពីរឿងហ្នឹង បាទ តែគេទៅនេះបើយកឲ្យខ្លីសូមបងប្អូនទៅរៀនទៅអានមើលសេចក្តីប្រកាស បាទ ជាសកលស្តីអំពីសិទ្ធិមនុស្សរបស់ បាទ អង្គការសិទ្ធិមនុស្សជាតិគេសរសេរមិនវែងប្រហែលនេះបើគេទៅប្រហែល 30 មេត្រា ក៏នឹងបានគេរ៉ាយរាប់ពីរឿងសិទ្ធិ បាទ របស់មនុស្សមានប្រហែល30អត្ថបទ បាទ article បាទ ហើយបើសិនជាបើគិតទៅបើសិនជារដ្ឋាភិបាលខ្មែរយើងអាចធ្វើបានបើអាចបង្រៀនសិទ្ធិមនុស្សនោះនៅតាមថ្នាក់នៅណាមួយយ៉ាងទៅឲ្យប្រជាជនយើងដឹងអំពីហ្នឹង បាទ ក៏ល្អម្យ៉ាងដែរ បាទ ព្រោះល្អទាំងប្រជាជនល្អទាំងរដ្ឋាភិបាល បាទ ព្រោះទី1ប្រជាជនដឹងសិទ្ធិខ្លួនឯង បាទ ពេលណាពួកមន្ត្រីណាធ្វើអីបំពេញសិទ្ធិប្រជាជនអាចដឹងថាអ្នកឯងបំពេញធ្វើខុសហើយនេះខ្ញុំមានសិទ្ធិដែរនេះអ្នកឯងធ្វើអញ្ចឹងធ្វើខុសដល់ពេលទៅធ្វើឲ្យរដ្ឋមន្ត្រីហ្នឹងក៏ដឹងពីរឿងកំហុសខ្លួនឯងក៏មិនហ៊ានបំពេញដែរហើយបើសិនជារដ្ឋមន្ត្រីរៀនដឹងអំពីសិទ្ធិមនុស្សនឹងដឹងដែរក៏គាត់ក៏មិនហ៊ានធ្វើបំពេញសិទ្ធិមនុស្សដែរពីព្រោះពេលគាត់រំលោភសិទ្ធិឬមួយក៏គាត់ធ្វើអ្វីខុសគាត់ដឹងថាគាត់ខុសដែរព្រោះគាត់ដឹងពីរឿងនឹងដែរបាទតែពេលអញ្ចឹងវាធ្វើឲ្យប្រទេសយើងវាជាទូទៅយូរទៅវាអាចថាមានសេរីភាពមានសេរីភាពទៅល្អទៅនេះធ្វើឲ្យប្រទេសយើងអាចជឿនលឿនដោយប្រទេសផ្សេងៗដោយប្រទេសតៃវ៉ាន់ប្រទេសកូរ៉េព្រោះប្រទេសហ្នឹងពីដើមអីក៏អត់មានសិទ្ធិគោរពសិទ្ធិមនុស្សត្រឹមត្រូវដែរដល់ពេលយូរទៅពួកនឹងគោរពសិទ្ធិត្រឹមត្រូវដែរធ្វើឲ្យប្រទេសគេជឿនលឿនបាទចឹងខ្ញុំមានន័យថាកន្លែងទៅនេះគឺដើម្បីឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចសិទ្ធិឲ្យបានពេញលេញឲ្យបានត្រឹមត្រូវគាត់គួរតែស្វែងយល់អំពីនៅក្របខ័ណ្ឌច្បាប់ដែលចែងទុកទាក់ទងពីរឿងការលើកកម្ពស់សិទ្ធិក្នុងនេះឯងហើយចំណែកណាប្រជាពលរដ្ឋក៏គួរតែមានការយល់ដឹងក្នុងន័យថារដ្ឋាភិបាលសម្របសម្រួលឲ្យមានការអប់រំតាមថ្នាក់រៀនតាមសិក្ខាសាលាផ្សេងៗចឹងទៅខ្ញុំជឿទៅនឹងមកទៀតព្រោះខ្ញុំធ្លាប់ឮអ្នកជំនាញខ្លាំងគាត់និយាយដែរថាការគោរពសិទ្ធិមនុស្សបានពេញលេញទៅបានបាទទាំងប្រជាពលរដ្ឋទាំងរដ្ឋាភិបាលដែលជាអ្នកមាន obligation ជាអ្នកមានកាតព្វកិច្ចសិទ្ធិតលទាំងអស់គ្នានឹងយល់គ្នាពីព្រោះប្រជាពលរដ្ឋហ្នឹងគឺជាអ្នកម្ចាស់សិទ្ធិជា right holder ហើយដល់ឯនៃរដ្ឋាភិបាលគេហៅថាជា duty bearer ជាអ្នកកាន់ជាអ្នកបំពេញកាតព្វកិច្ចសិទ្ធិតលតែមួយថាយល់ឃើញថាសិទ្ធិមនុស្សខ្ញុំត្រូវមានចាស់ព្រោះនេះឯងជា state ជារដ្ឋថាបំពេញកាតព្វកិច្ចចាស់អញ្ចឹងមិនថាកន្លែងនេះគេតែនិយាយថាដើម្បីឲ្យមានការគោរពពេញលេញទៅបានទាំងសិទ្ធិមនុស្សទាំងក្របខ័ណ្ឌប្រជាធិបតេយ្យតើចែកគ្នាយល់តើចែកគ្នាយល់ចែកគ្នាដឹងមួយដឹងពីការទៀមទាមួយដឹងពីការបំពេញនៃកាតព្វកិច្ចសិទ្ធិហើយលោកណាបាទតែបងធានបានលើកឡើងពីការអប់រំគឺខ្ញុំថាជារឿងតែមួយត្រឹមត្រូវកន្លែងនេះបាទហ្នឹងហើយបាទហ្នឹងហើយមួយទៀតពីរឿងបញ្ហាសិទ្ធិមនុស្សនេះគឺអ្នកខ្លះក៏តែងតែមានពាក្យថាដែលសំអាងទៅលើការដែលមានសិទ្ធិហ្នឹងក៏ប្រើប្រាស់សិទ្ធិក្នុងគោលបំណងបែបនេះបែបនោះជួនកាលគឺគ្នាទាមទារសិទ្ធិវាទៅជាមួយខាងថាដែលប្រើប្រាស់សិទ្ធិជាអីមកជាលេសដើម្បីអាណាធិបតេយ្យទៅវិញខ្ញុំចង់ដឹងកន្លែងនេះថានៃការដែលប្រើប្រាស់សិទ្ធិហ្នឹងគឺគេប្រើប្រាស់យ៉ាងម៉េចដែលជាការទាមទារយ៉ាងត្រឹមត្រូវតាមក្បួនច្បាប់ហើយប្រើប្រាស់សិទ្ធិយ៉ាងម៉េចដែលគ្នាប្រើប្រាស់សិទ្ធិទៅចោទគ្នាថាដែលជាលេសដើម្បីធ្វើជាអាណាធិបតេយ្យទៅវិញអាហ្នឹងកន្លែងនេះបងទៀតយល់មិនដែរទៅហ្នឹងមានការលើកឡើងយ៉ាងដូចនេះបាទតើការប្រើប្រាស់សិទ្ធិដើម្បីធ្វើអាណាធិបតេយ្យអញ្ចឹងឬក៏ជាការទាមទារសិទ្ធិរបស់គេបាទកន្លែងនេះបាទចំពោះខ្ញុំថាយើងរដ្ឋាភិបាលបើសិនជាបើជាយើងជារដ្ឋាភិបាលយើងគួរតែធ្វើឲ្យយើងធ្វើចិត្តឲ្យមានទូលំទូលាយណាបាទទូលំទូលាយធ្វើម៉េចឲ្យប្រជាជននេះថាមានសិទ្ធិគេថាសិទ្ធិអនុវត្តសិទ្ធិរបស់គាត់
យើងកុំឲ្យថាចេះទៅរលេះដើម្បីថានេះថ្កោលទុកទោសគាត់ពីកាលសិទ្ធិការតវ៉ាមកតែអីចឹងធ្វើឲ្យចិត្តប្រជាជនរំសាយទៅវិញទេបាទព្រោះដូចយើងជាការដូចយើងការយើងមានប្តីប្រពន្ធអញ្ចឹងការយើងទៅចែកគ្នាឆ្លោះគ្នាបន្តិចតួចអីអានោះយើងធ្វើជាងបន្ធូរបាទអូខេសំទោសមិញមានទូរស័ព្ទខលអូខេចាំបើរៀនសម្លេងបាទនេះចឹងមានថាគាត់ត្រូវប្រជាពលរដ្ឋគាត់ត្រូវដឹងអំពីសិទ្ធិហើយក៏ទាមទារឲ្យស្របទៅតាមក្របខ័ណ្ឌសិទ្ធិដែលមានចែងទុកនៅក្នុងច្បាប់ដែរដូចជាមានចែងទុកនៅក្នុងអានេះសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សបាទដូចនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាបច្ចុប្បន្ននេះទៅបើកណាយើងគាត់ទៅទាមទារដែលតាមគោលការណ៍ហ្នឹងគឺការដែលទាមទារសិទ្ធិយ៉ាងដូចនេះគឺមិនមែនជាលេសដើម្បីទៅធ្វើអនាធិបតេយ្យទេគឺជាការទាមទារស្របច្បាប់របស់គេចង់មានអញ្ចឹងបាទបាទចំពោះខ្ញុំថានេះឲ្យប្រជាជនរំសាយការថាការដែលមិនស្របចិត្តការមិនស្របចិត្តរបស់ខ្លួនឯងនេះហើយមិនស្របចិត្តនេះឲ្យរដ្ឋាភិបាលដឹងបាទពីព្រោះជាការដែលយើងចេះតែគៀបសង្កត់អីគ្នាខ្លាំងពេកទៅធ្វើឲ្យថានេះមន្ត្រីខ្លះធ្វើការមិនបានពេញលេញហើយអាការថាធ្វើឲ្យប្រជាជនលំបាកនឹងវាមានតទៅទៀតគឺទៅខ្លាំងឡើងដល់ពេលបើយើងមិនឲ្យប្រជាជនរំសាយកែសម្រួលទៅតាមសេចក្តីស្នើរបស់គ្នាទេរឿងការកំហឹងនឹងវាអាចយូរទៅធំឡើងវាទៅជាផ្ទុះនៅថ្ងៃណាមួយបើសិនជាកំហឹងនឹងរំសាយម្ដងតិចយើងកែម្ដងតិចទៅតាមប្រជាជនសំណុំពរហើយថាពេលណាប្រជាជនមកតវ៉ាផ្ដុំគ្នាអញ្ចឹងនេះមានន័យថាប្រជាជននេះថាប្រាប់ឲ្យរដ្ឋាភិបាលដឹងពីរឿងជំងឺការមិនសប្បាយចិត្តរបស់ប្រជាជនមកហើយបើសិនជារដ្ឋាភិបាលអាចកែបានកែដើម្បីកុំឲ្យប្រជាជននឹងមានថាការជឿចាប់នឹងវាខ្លាំងទៅខ្លាំងទៅឡើងបាទជំនឿស្របផ្លូវនេះគឺភាសាបងទៀតគឺស្របជាមួយនឹងមេធាវីគាត់ជាជនជាតិស្រីលង្កាគាត់ជាអតីតមន្ត្រីជាន់ខ្ពស់របស់នៃអ៊ុនតាក់ហើយក៏ជាមន្ត្រីជាន់ខ្ពស់របស់នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សកម្ពុជាហ្នឹងហើយក៏តែបច្ចុប្បន្នហើយគាត់ចូលនិវត្តន៍កំពុងជំភ្លុកទៅហុងកុងចឹងដល់ដែរគាត់និយាយថាការដែលយើងសម្រួលការដែលយើងអនុញ្ញាតបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានការតវ៉ាដោយសន្តិវិធីមានការបញ្ចេញមតិដោយសន្តិវិធីស្របតាមគោលការណ៍សិទ្ធិរបស់គាត់នោះគឺជាការអ្នករំសាយនៅជំងឺតានតឹងមួយណាគាត់ប្រើពាក្យថា release stress គឺនៅពេលណាដែលគេ exercise នៃសិទ្ធិរបស់គេបានប្រើប្រាស់អនុម័តសិទ្ធិរបស់គេបានគឺមានន័យថាដែលជួយរំសាយកំហឹងដែលបងប្អូនប្រជាពលរដ្ឋយល់ឃើញថាអយុត្តិធម៌ក៏ប៉ុន្តែនៅពេលដែលយើងមានបញ្ហាទៅហើយសិទ្ធិរបស់គាត់មិនត្រូវបានដោះស្រាយមិនត្រូវបានជួយរកមធ្យោបាយហើយយើងទៅប្រក្រាបគាត់ថែមទៀតអានោះគឺបន្ថែម stress បាទបន្ថែមភាពតានតឹងកាន់តែខ្លាំងទៅវិញទេខ្ញុំថាកន្លែងទៅនឹងគឺវាស្របគ្នាជាមួយនឹងទស្សនវិជ្ជាបងធាននិយាយថាវាជួយបន្ថយកំហឹងខ្ញុំថាល្អកន្លែងហ្នឹងបាទចំពោះខ្ញុំថានេះប្រជាជនរំសាយកំហឹងផងហើយធ្វើឲ្យរដ្ឋមន្ត្រីជាន់ខ្ពស់ដឹងពីរឿងបញ្ហាភូមិដឹងពីរឿងបញ្ហាខេត្តពីដឹងរឿងបញ្ហាប្រទេសជាតិផងដែរពីព្រោះចង្ការនេះរដ្ឋមន្ត្រីធ្វើកិច្ចការនៅខាងក្រោមហ្នឹងគ្នារាយការណ៍មកគេថានិយាយតែពីរឿងល្អឲ្យអ្នកច័ន្ទខ្ពស់ដឹងហើយអ្នកច័ន្ទខ្ពស់អត់ដឹងពីរឿងជំងឺសុខទុក្ខរបស់ប្រជាជននៅខាងក្រោមមែនតែនទេយើងដឹងថាពីរឿងល្អនិយាយអំពីការរាយការណ៍របស់មន្ត្រីខ្លះដល់ពេលយើងឃើញប្រជាជន
បដកម្មឬមួយក៏ធ្វើអ្វីដោយបញ្ចេញការឈឺចាប់របស់គាត់យើងយកមកពិចារណាមើលតើនេះហេតុអ្វីបាននិយាយចឹងតើវាមិនយើងមិនអាចដោះស្រាយបានដោះស្រាយទៅដើម្បីនេះកុំឲ្យរឿងវាទៅជាធ្ងន់ធ្ងរទៅទៀតបាទជាកាលយើងមានអំណាចយើងចេះតែខំសង្កត់ធ្វើបាបគ្នាមិនឲ្យបញ្ចេញការឈឺចាប់ហ្នឹងគ្នាជាកាលនេះទុកអានឹងក្នុងខ្លួនយូរទៅនេះខ្ញុំថាមិនល្អបាទនៅមុនយើងបញ្ចប់កិច្ចសន្ទនារបស់យើងខ្ញុំចាប់អារម្មណ៍ចំណុចមួយសំខាន់របស់ខ្ញុំលើកឡើងថាដើម្បីមានការគោរពសិទ្ធិមនុស្សបាទទាំងភាគីផ្នែកប្រជាពលរដ្ឋទាំងភាគីផ្នែករដ្ឋដែលជាអ្នកបំពេញកាតព្វកិច្ចដែលជាអ្នកទាមទារសិទ្ធិនេះគឺថារឿងសំខាន់គឺមានការអប់រំមកក្រៅមានការអប់រំយល់ពីរឿងគោលការណ៍សិទ្ធិមនុស្សហើយគឺនៅក្នុងរដ្ឋនឹងស្ថានភាពនឹងគឺនឹងមានការគោរពសិទ្ធិមនុស្សស្រួលហើយតាំងពីអ្នកដែលទាមទារសិទ្ធិក៏ទទួលបានកោះដោះស្រាយហើយអ្នកដែលបំពេញសិទ្ធិក៏ធ្វើតាមគោលការណ៍ច្បាប់ចឹងទៅចឹងបាទដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាដើម្បីឲ្យមានការគោរពយ៉ាងពេញលេញដោយតែកម្ពុជាដែលចែងទុកនៅក្នុងក្របខ័ណ្ឌច្បាប់របស់ខ្លួនទាំងច្បាប់នៅក្នុងស្រុកកម្ពុជាផ្ទាល់ទាំងនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដោយសារការទទួលស្គាល់សិទ្ធិមនុស្សហ្នឹងដើម្បីឲ្យមានការគោរពឲ្យពេញលេញមកធានយល់ឃើញថាជាពិសេសគឺភាគីរដ្ឋដែលជាអ្នកមានកាតព្វកិច្ចហ្នឹងគាត់គួរប្រឹងប្រែងបំពេញភារកិច្ចគាត់គួរប្រឹងប្រែងដោះស្រាយគាត់គួររៀបចំជាមួយប្រជាពលរដ្ឋចំណេញដើម្បីធានាថាសិទ្ធិត្រូវបានគោរពយ៉ាងពេញលេញស្រួលបួលនៅកម្ពុជាបងទេមានអនុសាសន៍ថាគួរធ្វើមិនទេបាទខ្លះដើម្បីពង្រឹងការគោរពឲ្យបានប្រសិទ្ធភាពបានម៉ឺងម៉ាត់បាទចំពោះខ្ញុំថានេះយើងគួរមើលពីរឿងសិទ្ធិហ្នឹងហើយយើងធ្វើម៉េចឲ្យប្រជាជនមានសេរីភាពអនុវត្តសិទ្ធិរបស់គាត់ហ្នឹងយើងកុំនិយាយថាគ្នាចង់ប្រើសិទ្ធិហ្នឹងយើងទៅបង្ក្រាបគាត់ហើយយើងធ្វើបាបគាត់អាហ្នឹងវាមិនអាចនិយាយថាលូតលាស់ទៅមុខការគោរពសិទ្ធិមនុស្សមិនអាចលូតលាស់ទៅមុខដល់ពេលមិនអាចលូតលាស់ទៅមុខអញ្ចឹងវាធ្វើឲ្យថាប្រទេសអាចបានពិន្ទុមិនសូវល្អដែរព្រោះមានក្រុមអង្គការខ្លះគេឲ្យពិន្ទុទៅប្រទេសផ្សេងៗដើម្បីថានេះនឹងបានពិន្ទុបណ្ណាអញ្ចឹងដល់ពេលយើងមិនសូវបានពិន្ទុល្អក៏យើងមិនអាចមានជីវភាពរស់នៅបានល្អដែរពីព្រោះក្រុមហ៊ុនធំមានឈ្មោះល្អគេមិនហ៊ានទៅរកស៊ីនៅក្នុងប្រទេសយើងបើយើងបានពិន្ទុល្អទៅគេអាចទៅរកស៊ីនៅក្នុងប្រទេសយើងធ្វើឲ្យប្រជាជនយើងមានការងារធ្វើច្រើនអីចឹងទៅបានជីវភាពរស់នៅបានល្អបាទពីពួកខ្ញុំមានថានេះយើងកុំនិយាយថាបកប្រែហើយថាចង្អៀតពេកបើសិនជាប្រជាជននេះថាគ្នាខំប្រឹងប្រើសិទ្ធិរបស់គាត់អនុញ្ញាតឲ្យគាត់ប្រើទៅនេះបាទវារដ្ឋមន្ត្រីខ្លះវាអាចប៉ះពាល់ថាគ្នាពិបាកខ្លះហើយពីព្រោះដោយសារគាត់ប្រើបំរើមិនបានល្អតែយើងអ្នកច័ន្ទខ្ពស់ឃើញអញ្ចឹងយើងរើសអ្នកណាមានសមត្ថភាពឲ្យបំរើប្រជាជនបានល្អទៅពេលហ្នឹងធ្វើឲ្យគណៈបករដ្ឋាភិបាលមានឈ្មោះល្អទៀតផងបាទអរខ្ញុំពេញចិត្តvớiការលើកឡើងជាគំនិតបងប្រធានល្អមែនទែនបាទតាំងពីដើម្បីពង្រឹងការគោរពសិទ្ធិមនុស្សគឺសំខាន់គឺការអប់រំហើយទី2បើកាលណាយើងសម្រួលឲ្យមានការគោរពសិទ្ធិមនុស្សគឺវាដូចជាយើងបាន release stress យើងបានបន្ថយភាពតានតឹងមួយដែរហើយមួយសំខាន់ហើយមួយទៀតគឺបើកាលណាយើងមានសេរីភាពក្នុងការបញ្ចេញមតិរបស់ទៅគឺថាដូចជាយើងជួយរាយការណ៍ដល់ប្រជាពលរដ្ឋដល់សមត្ថកិច្ចដល់រដ្ឋាភិបាលដែរនេះគឺជា
នៃផលនៃការគ្រប់សិទ្ធិនោះហើយបើកាលណាយើងមានការគ្រប់ពេញលេញខ្ញុំពេញចិត្តនឹងការសន្និដ្ឋានរបស់ខ្ញុំតែនេះគឺថានៅប្រទេសកម្ពុជាមានមុខមានមាត់មានបន្ទុកល្អហើយអាចទាញវិនិយោគអន្តរជាតិទៅធ្វើការនៅស្រុកខ្មែររកស៊ីស្រុកខ្មែរហើយវាជួយជំរុញឲ្យមានជីវភាពប្រសើរនៅកម្ពុជាខ្ញុំគិតថាការសន្និដ្ឋានការលើកឡើងគឺជារឿងសម្បត្តិចម្បងខ្ញុំសប្បាយចិត្តកន្លែងហ្នឹងបាទខ្ញុំមែនទេចាំបើថាការដែលយើង talk show វិភាសានេះល្អណាស់សម្រាប់ជួយជាមតិជាវិភាគទានដល់ការដឹកនាំទៅដល់ការអប់រំសង្គមខ្មែរយើងដើម្បីឲ្យបានប្រសើរឡើងមកទៀតមានជាការសន្និដ្ឋាននៅចុងក្រោយមុនយើងបញ្ចប់ការសន្ទនារបស់យើងបាទចំពោះខ្ញុំនិយាយថាយើងកាលនិយាយថាយើងពីរឿងនិយាយថាសិទ្ធិមនុស្សយើងការប្រជាជនយើងតាមធម្មតាមិនដឹងថាសិទ្ធិមនុស្សនោះវាមានន័យថាម៉េចបាទចំពោះខ្ញុំថាយើងយល់ចាស់យើងយល់ថាយើងធ្វើអ្វីឲ្យមានអាកប្បកិរិយាបានល្អដូចយើងជាបុគ្គលយើងអញ្ចឹងបើយើងមានអាកប្បកិរិយាល្អអញ្ចឹងទៅធ្វើឲ្យអ្នកផ្សេងទៀតនេះរាប់អានយើងទទួលស្គាល់យើងរស់ជាមួយយើងហើយបើយើងជាប្រទេសក៏ដូចគ្នាយ៉ាងដែរបើសិនជាយើងមិនគ្រប់សិទ្ធិមនុស្សមានន័យថាយើងអត់មានអាកប្បកិរិយាល្អដល់ពេលទៅវាពិបាករប្រទេសផ្សេងទៀតធ្វើជាមិត្តហើយបានល្អផងដែរបាទអាហ្នឹងបើយើងនិយាយសម្រាយឲ្យស្រួលបាទដល់ខ្ញុំឯកភាពទាំងស្រុងកន្លែងហ្នឹងតាំងពីការទូតតាំងពីផ្នែកទូតលោកកេង investment គឺថាតាគេចង់ទៅរកស៊ីកន្លែងណាវិនិយោគ100លាន200លានគឺគេមើលសិទ្ធិមនុស្សហើយបើកាលណាគេនិយាយថាមើលសិទ្ធិនោះគឺគេមើលច្បាប់តែច្បាប់មិនស្រួលសិទ្ធិនោះមិនស្រួលជាការពិតចឹងហើយខ្ញុំសម្គាល់សរសើរពីការសន្និដ្ឋានមកទៀតគឺខ្ញុំឯកភាពទាំងស្រុងនៅក្នុងឋានៈខ្ញុំជាអ្នករៀនខាងវិស័យនឹងដែរគឺខ្ញុំពេញចិត្តណាស់បាទចឹងខ្ញុំគិតថាការសន្ទនារបស់យើងគឺយើងឈានមកដល់ទីបញ្ចប់ប៉ុណ្ណឹងប៉ុន្តែមិនមែនបញ្ចប់ចុងក្រោយគឺបញ្ចប់វគ្គប៉ុន្តែកិច្ចការរបស់យើងធ្វើជានៅបន្តទៅទៀតដើម្បីយើងបន្តការអប់រំផ្សព្វផ្សាយសិទ្ធិមនុស្សតទៅខ្ញុំគិតថាជាតួនាទីដ៏សំខាន់របស់អង្គការសិទ្ធិមនុស្សកម្ពុជាអាមេរិកដើម្បីសិទ្ធិមនុស្សនៅប្រជាធិបតេយ្យនេះគឺជាកិច្ចការមួយដ៏ល្អដើម្បីបន្តនៅបេសកកម្មជួយអប់រំកម្ពុជាតទៀតខ្ញុំសូមអរគុណបងធានខ្ញុំតាំងច្រើនដែលបានជួយចែករំលែកជាកម្រិតនេះបាទសូមបញ្ចប់តែប៉ុណ្ណឹងបាទសូមអរគុណច្រើនលោកបន្សាបាទសូមជម្រាបលាបាទអរគុណណាស់បាទ